ដើម្បីរកអាយុបច្ចុប្បន្នរបស់យើងហ្នឹងហើយដើម្បីរកទៅវាត្រឹមត្រូវតំណងកុំឲ្យវាលំអៀងពេលខ្លះយើងរកយើងអាចបានគិតថ្ងៃគិតខែវាលំអៀងចឹងណាវាអាចខុសខែឬក៏ខុសថ្ងៃលំអៀងថ្ងៃឬក៏ខែចឹងណាឥឡូវឧទាហរណ៍ថាយើងកើតថ្ងៃទី12ណាខែ8ឆ្នាំ2010បាទតើឥឡូវយើងអាយុប្រហែលហើយណាបើសិនយើងកើតថ្ងៃទី12ខែ8ឆ្នាំ2010តែឥឡូវយើងអាយុប្រហែលអញ្ចឹងវិធីរកអាយុរបស់យើងគឺងាយទេហើយយើងត្រូវដឹងថាថ្ងៃនេះថ្ងៃទីប្រហែលណាហើយខែប្រហែលអញ្ចឹងយើងយកវាមកដកគ្នាមកគឺអូខេតែម្ដងតើឥឡូវយើងមើលថ្ងៃនេះថ្ងៃនេះថ្ងៃទី23ឥឡូវយើងដល់ថ្ងៃទី23ខែ3ណាខែ3ឆ្នាំ2026នេះហើយយើងធ្វើប្រហែលទីដកមកណាប្រហែលទីដកគឺយើងចាប់ផ្ដើមពីថ្ងៃមុនណាចាប់ផ្ដើមដកពីថ្ងៃទៅមុនយើងមើលអានេះ23ដក12អញ្ចឹងយើងដកមក23ដក2ដកធម្មតាមក3ដក2សល់1 2ដក1នេះ2ដក1នេះបានសល់1ណាហើយនេះយើងមើលខែ3ដក8អត់កើត3នេះដក8អត់កើតទេអញ្ចឹងយើងធ្វើម៉េចណាយើងខ្ចីនេះខ្ចីពេលនេះណាអញ្ចឹងយើងខ្ចីយ៉ាងម៉េចនេះខ្ចីអានេះនេះអា2026នេះអញ្ចឹងយើងខ្ចីអស់មួយអានេះនៅសល់5ណាសល់5ប៉ុន្តែនៅពេលដែលយើងលោតមកដល់កន្លែងខែនេះវាបដូរទៅជា12ឃើញទេអានេះបដូរទៅជា12ព្រោះមួយឆ្នាំវាមាន12ខែអញ្ចឹងយើងខ្ចីពីនេះមកគឺខ្ចីមួយឆ្នាំមានន័យថា12ខែបូកនឹងអា3នេះវា15ឃើញទេវាទៅជា15វិញយើងដកមកនេះ15ដកអស់8នៅសល់ប៉ុន្មាន15ដក8នៅសល់7ឃើញទេណាសល់7មកចាំមកយើងដកធម្មតាមកនេះ5ដក0នៅសល់5 2ដក1សល់1 0ដក0សល់0 2ដក2សល់0អញ្ចឹងអានេះជាឆ្នាំអានេះជាខែអានេះជាថ្ងៃមានន័យថាម៉េចមានន័យថាយើងអាយុ15ឆ្នាំ7ខែ11ថ្ងៃ